ក្នុងស្នាដៃរបស់អ្នកនិពន្ធនោះហើយដដែលលោកគ្រូអ្នកគ្រូបងប្អូនទៅមើលទៅរឿងមាលីដួងចិត្តនៅក្នុងអារម្មណ៍កថារបស់លោកសរសេរល្អណាស់លោកថាសេចក្តីដែលធ្វើឲ្យខ្ញុំនិពន្ធរឿងនេះឡើងទី1ដោយសារមានមិត្តអ្នកអានជាច្រើនថាឲ្យខ្ញុំតែខ្ញុំនេះជាមនុស្សដែលមិនល្អសោះឲ្យតួអង្គស្រីម្នាក់ដែលល្អទាំងចរិយាសម្បត្តិទាំងរូបសម្បត្តិហើយស្លាប់ទាំងវ័យក្មេងដូច្នេះនាំឲ្យខ្ញុំចង់តែរឿងទី2ហ្នឹងមួយវិញទៀតក៏ថាដោយមានអ្នកអានជាច្រើនបដូរតួអង្គរបស់គាត់នេះទៅជាបុគ្គលដែលនៅក្នុងសង្គមបច្ចុប្បន្ននេះដូច្នេះបានលុបទុកឲ្យក្រដាស់ហ្នឹងវាឡើងស្នាមក្រហមទៅហើយបាននេះទុកយូរឆ្នាំទៅហើយព្រោះបោះពុំនៅក្នុងឆ្នាំ1972តែរឿងនោះប្រហែលជាតាក់តែងនៅក្នុងឆ្នាំ1940ជាងលោកបានប្រាប់ថាម៉េចថាលោកនឹកសំណោះដល់ដែនដីយើងដែលបាត់ទៅនោះហើយវាត្រឡប់មកវិញណាយើងដឹងហើយថាសង្គ្រាមលោកទី2ពេលដែលជប៉ុនឈ្នះចម្បាំងនៅឥណ្ឌូចិននៅអាស៊ីអាគ្នេយ៍ថៃគាត់បានទៅចុះចូលមួយជប៉ុនហើយគាត់មកឲ្យជប៉ុនចាប់បង្ខំបារាំងកាត់ដីយើង3ខែឲ្យទៅថៃឃើញទេដូច្នេះហើយអារឿងហ្នឹងដែលធ្វើឲ្យអ្នកនិពន្ធលោកជឿចាប់តែក្រោយពីជប៉ុនចាញ់សង្គ្រាមលោកទី2នៅក្នុងឆ្នាំ1946មានការប្រជុំមួយនៅទីក្រុងវ៉ាស៊ីនតោនអាមេរិកបានបង្ខំជប៉ុនសៀមឲ្យគល់ទឹកដីមកយើងវិញគល់ទឹកដីនេះវាជាទឹកដីមួយដែលយើងទទួលស្គាល់តាមសន្ធិសញ្ញាបារាំងសៀមលោកគ្រូអ្នកគ្រូបងប្អូនអាចទៅមើលនៅវត្តភ្នំបាននៅមុខនាឡិកាហ្នឹងណាយើងឃើញថ្មមកផ្ទាំងហ្នឹងដែលមានឆ្លាក់រូបបរិសម្នាក់ដែលឈរហ្នឹងគឺរូបព្រះករុណាព្រះបាទស៊ីសុវត្ថិហើយមានរូបនារី3នាក់សីទេពអក្សរ3នាក់កាន់ថាស3ហ្នឹងគឺតំណាងឲ្យខេត្តទាំង3ដែលខ្មែរយើងបានទាយកបានមកវិញឃើញទេអញ្ចឹងអ្នកនិពន្ធក្នុងការតាក់តែងនេះគាត់រំលឹកទៅដល់អ្វីដែលទឹកដីយើងបាត់បង់ហើយបានត្រឡប់មកវិញជនជាតិខ្មែរមិនដែលភ្លេចនៅអ្វីដែលជាសម្បត្តិរបស់ខ្លួននោះទេ